លោក Trump បញ្ជាឲ្យបន្ថយសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងក្រោយទីក្រុងសេអ៊ូលមិនចូលរួមសង្គ្រាមអ៊ីរ៉ង់ជាមួយអាមេរិកប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហាញសញ្ញាថ្មីមួយដែលធ្វើឲ្យសម្ព័ន្ធភាពយោធាអាមេរិកកូរ៉េខាងត្បូងកាន់តែស្មុគស្មាញដោយប្រកាសថាសហរដ្ឋអាមេរិកនឹងកាត់បន្ថយយ៉ាងខ្លាំងនៅសមយុទ្ធយោធារួមជាមួយទីក្រុងសេអ៊ូលខណៈលោកបានលើកឡើងពីទំនាក់ទំនងដ៏ល្អណាស់ជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុននេះបើយោងតាមការចុះផ្សាយដោយកាសែត BBC នៅថ្ងៃទី17ខែសីហាឆ្នាំ2026ជាក់ស្ដែងការប្រកាសនេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងកំពុងត្រៀមចាប់ផ្ដើមសមយុទ្ធប្រចាំឆ្នាំ Alchi Freedom Shield ដែលគ្រោងនឹងធ្វើឡើងរយៈពេល11ថ្ងៃនិងមានទាហានកូរ៉េខាងត្បូងប្រមាណ 18,000 នាក់ចូលរួមទោះបីជាយ៉ាងណាទីក្រុងសេអ៊ូលបានបញ្ជាក់ថាសមយុទ្ធនឹងប្រព្រឹត្តទៅតាមអ្វីដែលបានគ្រោងទុកតួយ៉ាងចំណុចដែលធ្វើឲ្យការប្រកាសរបស់លោក Trump កាន់តែគួរឲ្យចាប់អារម្មណ៍គឺលោកបានភ្ជាប់ការបន្ថយសមយុទ្ធជាមួយជំហររបស់កូរ៉េខាងត្បូងចំពោះសង្គ្រាមអ៊ីរ៉ង់លោកបានអះអាងថាលោកធ្លាប់ស្នើឲ្យប្រធានាធិបតីកូរ៉េខាងត្បូងចូលរួមជាមួយអាមេរិកនៅក្នុងការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប៉ុន្តែទីក្រុងសេអ៊ូលបានបដិសេធជាមួយគ្នានេះលោក Trump ក៏បានអះអាងទៀតថាសមយុទ្ធនេះមិនត្រឹមតែខាតបង់ថវិកាអាមេរិកយ៉ាងច្រើននោះទេប៉ុន្តែថែមទាំងអាចបញ្ជូនសារនៃការប្រជុំមុខដាក់គ្នាទៅកាន់កូរ៉េខាងជើងផងដែរដែលលោកបានចាត់ទុកថាវាជារឿងដែលមិនចាំបាច់ខណៈដែលលោកក៏កំពុងព្យាយាមរក្សាទំនាក់ទំនងល្អជាមួយលោកគីមចុងអ៊ុនប៉ុន្តែការកាត់បន្ថយសមយុទ្ធនេះមិនមែនជារឿងថ្មីនោះទេដោយកាលពីឆ្នាំ2018លោក Trump ក៏ធ្លាប់បានផ្អាកសមយុទ្ធទ្រង់ទ្រាយធំជាមួយកូរ៉េខាងត្បូងបែបនេះដែរក្នុងពេលដែលលោកកំពុងចរចាផ្ទាល់ជាមួយលោកគីមចុងអ៊ុនដើម្បីជំរុញការរំសាយអាវុធនុយក្លេអ៊ែរលើពីនេះលោកក៏បានចាត់ទុកសមយុទ្ធទាំងនោះគឺជាការបង្កហេតុនិងបានថ្លែងថាការបញ្ឈប់វាអាចសន្សំថវិការបស់អាមេរិកបានយ៉ាងច្រើនម្យ៉ាងវិញទៀតសមយុទ្ធនេះក៏ត្រូវបានកាត់បន្ថយម្ដងទៀតនៅក្នុងឆ្នាំ2020ដោយសារតែជំងឺ COVID-19 ផងដែរទោះជាយ៉ាងណាពេលនេះស្ថានភាពមានភាពប្រសើរជាងមុនព្រោះកូរ៉េខាងជើងកំពុងពង្រីកកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលហើយទើបតែធ្វើតេស្តមីស៊ីលប្លង់ជាបន្តបន្ទាប់កូរ៉េខាងជើងក៏បានបញ្ជូនទាហានទៅជួយរុស្ស៊ីនៅក្នុងសង្គ្រាមអ៊ុយក្រែនដែលកងទ័ពអាមេរិកបាននិយាយថាត្រូវបានយកមកគិតគូរនៅក្នុងការរៀបចំការវឹកវើរបស់ខ្លួនសម្រាប់សេអ៊ូលការប្រកាសរបស់លោក Trump គឺមានគោលបំណងពីរដោយមួយផ្នែកវាអាចបើកផ្លូវឲ្យលោក Trump ព្យាយាមស្ដារការចរចាជាមួយលោកគីមចុងអ៊ុនឡើងវិញខណៈកូរ៉េខាងត្បូងក៏បានស្នើឲ្យមានកិច្ចពិភាក្សាជាមួយកូរ៉េខាងជើងដើម្បីឈានទៅដល់ការបញ្ចប់សង្គ្រាមដែលតាមផ្លូវច្បាប់នៅតែមិនទាន់បញ្ចប់ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ឆ្នាំ1953ប៉ុន្តែសម្រាប់មួយផ្នែកទៀតវាក៏បង្ហាញថាលោក Trump កំពុងដាក់សម្ពាធលើសម្ព័ន្ធមិត្តឲ្យចូលរួមបន្ថែមក្នុងបន្ទុកសន្តិសុខនិងសកម្មភាពយោធារបស់សហរដ្ឋអាមេរិកកន្លងមកលោក Trump ធ្លាប់បានរិះគន់ថាសហរដ្ឋអាមេរិកបានចំណាយធនធានយ៉ាងច្រើនដើម្បីការពារកូរ៉េខាងត្បូងខណៈទីក្រុងសេអ៊ូលមិនបានផ្ដល់ផលតបស្នងគ្រប់គ្រាន់ដល់អាមេរិកវិញឡើយយ៉ាងណាសហរដ្ឋអាមេរិកនៅតែមានទាហានប្រមាណ 28,500 នាក់ប្រចាំការនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលទីក្រុងសេអ៊ូលបានចាត់ទុកថាជាស្នូលនៃសម្ព័ន្ធភាពការពារជាតិរវាងប្រទេសទាំងពីរដូច្នេះការកាត់បន្ថយសមយុទ្ធលើកនេះអាចមិនមែនគ្រាន់តែជាការកាត់បន្ថយការវឹកវើយោធានោះទេប៉ុន្តែអាចជាសារនយោបាយរបស់លោក Trump ទៅកាន់ទាំងទីក្រុងសេអ៊ូលនិងទីក្រុងព្យុងយ៉ាងថាសម្ព័ន្ធភាពយោធារបស់អាមេរិកនិងការចរចាជាមួយកូរ៉េខាងជើងអាចត្រូវបានកែសម្រួលតាមអត្ថប្រយោជន៍យុទ្ធសាស្ត្ររបស់លោកផ្ទាល់ពាក់ព័ន្ធទៅនឹងរឿងរ៉ាវបាទប្រេសិតបាទរបស់លោក Donald Trump បាទជួបជាមួយនឹងមេដឹកនាំក្រុម Hamas ដើម្បីជំរុញផែនការតំបន់ Gaza នេះបាទយើងក៏ជួបជាមួយនឹងលោកចិនសេរីមបាទលោកក៏នឹងបង្ហាញជូនបងប្អូនបាទដើម្បីឲ្យដឹងលម្អិតថាពាក់ព័ន្ធទៅនឹងផែនការសន្តិភាព Gaza នេះយ៉ាងម៉េចដែរជំរាបសួរលោកចិនសេរីមបាទជំរាបសួរបាទសុខទុក្ខយ៉ាងម៉េចដែរលោកបាទសុខធម្មតាអរគុណបាទថ្ងៃច័ន្ទដើមសប្តាហ៍នេះបាទដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងចង់ឲ្យលោកលម្អិតបន្តិចបាទវាអាចជាដំណឹងល្អឬយ៉ាងណានៅពេលដែលប្រេសិតលោក Donald Trump បាទជួបជាមួយមេដឹកនាំក្រុម Hamas តំបន់ Gaza នេះបាទវាជាដំណឹងល្អដែរដោយសារតែសង្គ្រាមនៅតំបន់ Gaza រវាងអ៊ីស្រាអែលនិងក្រុម Hamas ប៉ាឡេស្ទីននេះចាប់ផ្ដើមតាំងពីថ្ងៃទី7ខែតុលាឆ្នាំ2023អូបាទ3ឆ្នាំបាទ3ឆ្នាំបាទ3ឆ្នាំតាំងពីថ្ងៃទី7ខែតុលាឆ្នាំ2023រហូតមកដល់ពេលនេះអត់ទាន់ចប់ទេបាទដោយសារតែដើមហេតុនឹងចេះទេសង្គ្រាមនៅតំបន់ Gaza រវាងអ៊ីស្រាអែលនិងក្រុម Hamas ប៉ាឡេស្ទីននឹងគឺដោយសារតែក្រុម Hamas នេះវាយប្រហារបែបភេរវកម្មនៅក្នុងទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី7ខែតុលាដោយក្រុមប្រដាប់អាវុធ Hamas នឹងចូលទៅក្នុងទឹកដីអ៊ីស្រាអែលហើយបាញ់ប្រហារសម្លាប់ជនស៊ីវិលនៅតាមដងផ្លូវនៅក្នុងផ្ទះជាដើមនោះ
ស្លាប់មនុស្សរហូតដល់ទៅ1200នាក់ បាទ ហើយ1200នាក់ថែមទាំងចាប់ជនជាតិចម្រុះជាតិសាសន៍ភាគច្រើនជាអ៊ីស្រាអែលនឹង281នាក់ទៀតធ្វើជាចំណាប់ខ្មាំងអ៊ីស្រាអែលសងសឹកវិញរហូតមកដល់ពេលនេះគឺមនុស្សស្លាប់ដល់ទៅជាង70000នាក់ បាទ 70000នាក់នៅតំបន់កាហ្សាហើយពីថ្ងៃអាទិត្យម្សិលមិញនេះគឺខាងកូនប្រសារបស់លោក Donald Trump ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Jared Kushner ហ្នឹងជាប្រេសិតរបស់សហរដ្ឋអាមេរិកក៏ទៅជួបចរចាលើកដំបូងជាមួយនឹងលោក Khalil al-Hayya ជាមេដឹកនាំរបស់ក្រុមហាម៉ាស់នៅប្រទេសអេស៊ីបដំណឹងនេះអាចជាដំណឹងល្អប៉ុន្តែគ្រាន់តែលទ្ធផលមិនល្អទេមិនល្អដោយសារតែនៅក្នុងផែនការសន្តិភាពតំបន់កាហ្សានេះគឺមាន15ចំណុចដែលផ្ដួចផ្ដើមឡើងដោយគេហៅ Board of Peace ក្រុមប្រឹក្សាសន្តិភាពប៉ុន្តែរហូតមកដល់ពេលនេះគឺខាងក្រុមហាម៉ាស់ទទួលយកតែខាងអ៊ីស្រាអែលមិនទទួលយកលក្ខខណ្ឌនៃការបញ្ចប់សង្គ្រាមនោះទេបាទលោកអាចលំអិតបន្តិចពាក់ព័ន្ធចំណុចដែលលោកបានបញ្ជាក់នេះលោកយល់ថាចំណុចណាខ្លះដែលគួរឲ្យចាប់អារម្មណ៍ហើយដែលធ្វើឲ្យបញ្ហាតំបន់នោះវិលមករកសន្តិភាពបាទរឿងនេះចេះក្នុងផែនការ15ចំណុចនេះគឺជាដំណាក់កាលនៅពេលបច្ចុប្បន្ននេះវាខុសមួយចំណុចសំខាន់ជាងគេមួយចំណុចនៅត្រង់ថាក្រុមហាម៉ាស់ត្រូវទម្លាក់អាវុធចុះទីស្អាមមានន័យថាត្រូវដាក់អាវុធចុះត្រូវរំសាយអាវុធរបស់ខ្លួនជាធ្នូមកវិញអ៊ីស្រាអែលត្រូវដកកងកម្លាំងយោធារបស់ខ្លួនចេញពីតំបន់កាហ្សាទាំងអស់បាទអូដល់អញ្ចឹងដល់អញ្ចឹងក្រុមហាម៉ាស់ទទួលយកអ៊ីស្រាអែលអត់ទេដោយសារតែអ៊ីស្រាអែលចាត់ទុកថាក្រុមហាម៉ាស់ប៉ាឡេស្ទីននេះជាក្រុមភេរវជនអញ្ចឹងបើសិនជាមិនទាន់លុបបំបត្តិភេរវជនមានន័យថាក្រុមហាម៉ាស់ប៉ាឡេស្ទីននេះនឹងបង្កអសន្តិសុខដល់អ៊ីស្រាអែលដដែលនៅពេលអនាគតហើយអ៊ីស្រាអែលអត់ព្រមដកកងទ័ពចេញពីតំបន់កាហ្សាទេនៅពេលបច្ចុប្បន្ននេះអ៊ីស្រាអែលគ្រប់គ្រងតំបន់កាហ្សាក្នុងរង្វង់ 70% អូបាទអញ្ចឹងក្រុមហាម៉ាស់ប៉ាឡេស្ទីននឹងគ្រប់គ្រងក្នុងរង្វង់តែ 30% ទេអញ្ចឹងរឿងនៅខ្ទាស់គ្នានឹងត្រង់ប៉ុណ្្នឹងឯងរឿងនៅខ្ទាស់នៅត្រង់ថាក្រុមហាម៉ាស់សុកចិត្តរំសាយអាវុធសុកចិត្តដាក់អាវុធចុះប៉ុន្តែខាងអ៊ីស្រាអែលមិនព្រមដកកងទ័ពចេញពីតំបន់កាហ្សាទាំងស្រុងរឿងនៅតំណែងឯងរឿងនៅត្រង់ថាក្នុងចំណុចនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមដើម្បីបញ្ចប់សង្គ្រាមគឺសហរដ្ឋអាមេរិកតម្រូវឲ្យក្រុមហាម៉ាស់ដាក់អាវុធចុះទម្លាក់រំសាយអាវុធហើយខាងអ៊ីស្រាអែលត្រូវដកកងកម្លាំងយោធាទាំងស្រុងចេញពីតំបន់កាហ្សាប៉ុន្តែឥឡូវនេះខាងក្រុមហាម៉ាស់ព្រមតែខាងអ៊ីស្រាអែលមិនព្រមដូច្នេះរឿងនៅតំណែងឯងដែលមិនអាចបញ្ចប់សង្គ្រាមបានក្រោយពីចរចាកាលពីថ្ងៃម្សិលមិញហ្នឹងបាទលោកសេរីអញ្ចឹងទេយើងឃើញថាស្ថានភាពនៅក្នុងតំបន់កាហ្សានេះនៅតែបន្តអូសបន្លាយហើយនឹងបង្កនៅការប៉ះពាល់យ៉ាងម៉េចដែរបើសិនបើស្ថានភាពនេះមិនអាចរកសន្តិភាពបាននៅក្នុងតំបន់នេះចា៎បាទចំពោះផលប៉ះពាល់ខ្លាំងណាស់ទៅហើយខ្លាំងជាងគេគឺជនជាតិប៉ាឡេស្ទីនតំបន់កាហ្សានេះកាលពីមុនសង្គ្រាមមានជនជាតិប៉ាឡេស្ទីនក្នុងរង្វង់2លាន3សែននាក់2លាន3សែននាក់នៅតំបន់កាហ្សាហ្នឹងប៉ុន្តែក្រោយពីសង្គ្រាមមកឬក្នុងអំឡុងពេលសង្គ្រាមហ្នឹងជនប៉ាឡេស្ទីនរត់ភៀសខ្លួនខ្លះទៅប៉ុន្តែនៅជាង1លាននៅជាង1លានហើយផលប៉ះពាល់ថាបើវានៅសង្គ្រាមអញ្ចឹងផលប៉ះពាល់មិនប៉ះពាល់នឹងត្រង់ថា73ឆ្នាំហើយតាំងពីថ្ងៃទី7ខែតុលាឆ្នាំ2023រហូតមកដល់ពេលនេះសង្គ្រាម73ឆ្នាំតំបន់កាហ្សានេះដែលមានប្រជាជនរស់នៅជាង1លាននាក់នៅពេលបច្ចុប្បន្ននេះអត់ប្រកបមុខរបរអីបានទេចុះទៅប្រកបមុខរបរពួកអ៊ីស្រាអែលទម្លាក់គ្រាប់បែកឡើងអាខ្ទេចខ្ទីអាគារទាំងអស់អញ្ចឹងប្រជាជនអត់មានប្រកបមុខរបរអីកើតទេសូម្បីតែដាំបន្លែសម្រាប់ទទួលទានក៏មិនដឹងដាំតាណាដែររឿងវានៅតែនឹងឯងអញ្ចឹងប្រជាជនរស់នៅមិនរស់នៅពឹងផ្អែកលើជំនួយរបស់អង្គការសហប្រជាជាតិហើយជំនួយរបស់អង្គការសហប្រជាជាតិនឹងអាស្រ័យលើអ៊ីស្រាអែលទៀតតំបន់ណាទីតាំងណាដែលអ៊ីស្រាអែលមិនអោយអង្គការសហប្រជាជាតិយកជំនួយទៅប្រជាជនអត់បាយស្លាប់ហ្នឹងហើយបាទហើយស្រេកឃ្លានណាស់ហើយកុមារនៅតែស្បែកនឹងឆ្អឹងអង្គការសហប្រជាជាតិអន្តរជាតិសង្វេគណាស់ចំពោះទុកសោករបស់ជនប៉ាឡេស្ទីនដែលអ៊ីស្រាអែលធ្វើបាបប៉ុន្តែនៅតែមិនអាចធ្វើអីអ៊ីស្រាអែលបានបាទមិញនេះលោកបញ្ជាក់ពីជំហរអាមេរិកចូលរួមសាសនាណាចុះបើជំហរ UN វិញអង្គការសហប្រជាជាតិហាក់គ្មានសមត្ថភាពទេអត់មានអំណាចគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើអ៊ីស្រាអែលទេដោយសារតែសហរដ្ឋអាមេរិកនេះឈរកាងបាទអាមេរិកជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមួយក្នុងចំណោម5មានន័យថាមហាអំណាចនៅលើពិភពលោក5បាទមានអាមេរិករុស្ស៊ីចិនបារាំងអង់គ្លេសអាមេរិកមួយនៅក្នុងហ្នឹងអញ្ចឹងរឿងសំបីតែកោលទោសអ៊ីស្រាអែលក៏អាមេរិកវេតូដែរបាទតែវេតូចប់គឺចប់បាទអត់ចេញពីសេចក្តីសម្រេចបានអញ្ចឹងហើយអ៊ីស្រាអែលធ្វើបាបជនប៉ាឡេស្ទីននេះសំបីតែអង្គការសហប្រជាជាតិកោលទោសអ៊ីស្រាអែលក៏មិនបានអញ្ចឹងហើយបានជាដំណោះស្រាយនៅតំបន់កាហ្សាពឹងផ្អែកលើសហរដ្ឋអាមេរិកឥឡូវនេះសហរដ្ឋអាមេរិកតម្រូវឲ្យភាគីទាំងពីរហ្នឹង
បញ្ចប់សង្គ្រាមតាមរយៈយន្តការរបស់សហរដ្ឋអាមេរិក15ចំណុច បាទ ហើយឲ្យនៅមួយចំណុចហ្នឹងគឺអត់ត្រូវគ្នាអ៊ីស្រាអែលអត់តាមអាមេរិកទៀតអាមេរិកឲ្យអ៊ីស្រាអែលដកចេញពីតំបន់កាហ្សាអស់កងទ័ព ចា ជាធ្នូមកវិញក្រុមហាម៉ាស់ប៉ាឡេស្ទីនត្រូវរំសាយអាវុធទាំងអស់ហើយរៀបចំរដ្ឋបាលថ្មី បាទ រដ្ឋបាលថ្មីគឺជនជាតិប៉ាឡេស្ទីនដដែលប៉ុន្តែដោយមានការចូលរួមពីកងកម្លាំងសន្តិសុខចម្រុះជាតិសាសន៍ អូបាទ ដំបូងកងកម្លាំងសន្តិសុខចម្រុះជាតិសាសន៍ទៅជួយតំបន់កាហ្សានឹងសិន បាទ ពេលដែលអាជ្ញាធរប៉ាឡេស្ទីនជនជាតិប៉ាឡេស្ទីនរៀបចំជារដ្ឋបាលហើយសវលនោះឯករាជ្យខ្លួនឯងការពារខ្លួនឯងហើយគេចាប់ផ្ដើមអភិវឌ្ឍប៉ុន្តែអ៊ីស្រាអែលជំទាស់ លោកសេរីមតាមពិតទៅការលើកឡើងរបស់លោកត្រាំនៅពេលដែលលោកធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកនេះលោកបានដាក់ការតាំងចិត្តរបស់ខ្លួនថាខ្លាយជាតួអង្គមួយដ៏សំខាន់ឬក៏អាមេរិកចូលខ្លួននៅក្នុងការដោះស្រាយបញ្ហាសង្គ្រាមនានានៅលើពិភពលោកជាពិសេសនៅក្នុងតំបន់កាហ្សានឹងផ្ទាល់តែម្ដងប៉ុន្តែតាមការបញ្ជាក់របស់លោកសេរីមបើទោះបីជាអាមេរិកបានបញ្ជាក់យ៉ាងណាក៏ដោយក៏អ៊ីស្រាអែលនៅតែអត់ព្រមដែរអញ្ចឹងស្ថានភាពតំបន់កាហ្សានេះវានៅតែបន្តអូសបន្លាយអញ្ចឹងមានការលើកឡើងឬក៏រីកគុណយ៉ាងណាទេចំពោះលោកត្រាំនៅពេលដែលស្ថានភាពនៅកាហ្សានេះមិនទាន់អាចដោះស្រាយបានហើយវានៅតែអូសបន្លាយហើយព្យាយាមនៅក្នុងការចរចាសន្តិភាពក៏ប៉ុន្តែវានៅតែធ្វើឲ្យតំបន់នោះកាន់តែរងទុក្ខបុកម្នេញនិងប្រជាពលរដ្ឋនៅទីនោះរងការលំបាកមកដល់ឥឡូវមិនទាន់បានដោះស្រាយរួចចា៎ បាទក្រោយពីចរចាម្សិលមិញនេះដែលអ៊ីស្រាអែលច្រានចោលនៅសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកក្នុងការបញ្ចប់សង្គ្រាមមានប្រទេសកាន់សាសនាអ៊ីស្លាម8 បាទ ចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោសអ៊ីស្រាអែល ចា៎ ថ្កោលទោសអ៊ីស្រាអែលដែលមិនព្រមបញ្ចប់សង្គ្រាមនៅតំបន់កាហ្សាដែលមិនព្រមដកកងកម្លាំងយោធា បាទ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏សូម្បីតែអង្គការសហប្រជាជាតិនឹងថ្កោលទោសណាស់ទៅហើយអាណិតអាសូរណាស់ទៅហើយជនប៉ាឡេស្ទីនប៉ុន្តែនៅតែមិនដឹងធ្វើម៉េចអ៊ីស្រាអែល សំទោសហើយបើទោះបីជាយ៉ាងណាក៏ដោយក៏អ៊ីស្រាអែលនេះនៅតែធ្វើអ្វីដែលខ្លួនចង់ធ្វើមានន័យថាអ៊ីស្រាអែលចង់លុបបំបាត់ក្រុមហាម៉ាស់ប៉ាឡេស្ទីននឹងចោលតែម្ដង ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏រហូតមកដល់ពេលនេះក្រុមហាម៉ាស់ប៉ាឡេស្ទីនមិនទាន់អស់ទេណាមានន័យថាក្រុមហាម៉ាស់ប៉ាឡេស្ទីននៅតែមានកម្លាំងប្រយុទ្ធនៅឡើយប៉ុន្តែគ្រាន់តែប្រយុទ្ធបែបឧទាមគេហៅប្រយុទ្ធបែបឆ្លបចឹងហើយបានជាអ៊ីស្រាអែលនៅពេលបច្ចុប្បន្ននេះអត់ទាន់បញ្ចប់សង្គ្រាមដោយឲ្យឈ្នះក្រុមហាម៉ាស់អត់ទេអញ្ចឹងហើយបានតាមរយៈការចរចានេះបើអ៊ីស្រាអែលមិនព្រមមានន័យថាសង្គ្រាមបន្តទៀតទៅសង្គ្រាមបន្តនៅតំបន់កាហ្សាទៀតទៅប្រជាពលរដ្ឋប៉ាឡេស្ទីននៅតំបន់កាហ្សាប្រមាណជាង1លាននាក់ហ្នឹងនៅរងទុក្ខវេទនាជាបន្តទៀតទៅហើយពិភពលោកខ្លះគេប្រព័ន្ធផ្សព្វផ្សាយខ្លះគេវិភាគគេសរសេរអត្ថបទវែងគេថាពិភពលោកដូចជាអយុត្តិធម៌ពេកហើយអន្តរជាតិហាក់នៅឈរអោបដៃមើលអ៊ីស្រាអែលកាប់សម្លាប់ទៅលើជនប៉ាឡេស្ទីនធ្វើបាបបង្អត់បាយបង្អត់ទឹកជនប៉ាឡេស្ទីនហើយពិភពលោកហាក់ឈរអោបដៃមើលតាមពិតមិនមែនឈរអោបដៃមើលទេដោយសារតែគ្មានលទ្ធភាពមានឥទ្ធិពលក្នុងការដោះស្រាយបាទដោះស្រាយដូចខ្ញុំនិយាយកណ្ដាលមិញហ្នឹងសូម្បីតែចេញសង្ខិតខ្លាប់កោលទោសជាលក្ខណៈអង្គការសហប្រជាជាតិក៏អត់បានដែរគឺសហរដ្ឋអាមេរិកគ្រប់គ្រងអ៊ីស្រាអែលនឹងឯងឥឡូវវាចូលចំណុចមួយត្រង់អ៊ីស្រាអែលមិនស្ដាប់អាមេរិកទេបាទអ៊ីស្រាអែលអត់ស្ដាប់អាមេរិកត្រង់ថាអាមេរិកគេមានជំហានគេទី1ឲ្យមានបទចុះបាញ់ទី2គឺមានដំណោះស្រាយសង្គ្រាមទី3អភិវឌ្ឍហើយអភិវឌ្ឍនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោកត្រាំហ្នឹងលោកមានទឹកប្រាក់ហើយថាប៉ះសិនបើសង្គ្រាមចប់នោះតំបន់កាហ្សាត្រូវស្ដារឡើងវិញហើយឲ្យទៅជាតំបន់ឆ្នេរសមុទ្រដែលតាក់ទាញភ្ញៀវទេសចរទៀតមានន័យថាសម្រាប់ជនប៉ាឡេស្ទីនប៉ុន្តែអ៊ីស្រាអែលអត់ព្រមអញ្ចឹងរឿងឥឡូវនៅត្រង់អ៊ីស្រាអែលមិនព្រមធ្វើតាមការចង់បានរបស់សហរដ្ឋអាមេរិកក្នុងការបញ្ចប់សង្គ្រាមនៅតំបន់កាហ្សាហ្នឹងចាលោកសេរីអញ្ចឹងទេយើងឃើញថាការលើកឡើងរបស់ប្រេសិតរបស់លោកត្រាំក៏បានព្យាយាមនៅក្នុងការសម្របសម្រួលចរចាជាមួយអ៊ីស្រាអែលដែរប៉ុន្តែមិនទទួលបាននៅលទ្ធផលទេអញ្ចឹងក្រោយពេលមិនទទួលបានលទ្ធផលលើកនេះគេមានដាក់គម្រោងថានឹងធ្វើការជួបឬក៏ជជែកគ្នាម្ដងទៀតនៅពេលណាដែរទេចាបាទជជែកខាងសហរដ្ឋអាមេរិកប្រឹងប្រែងសហរដ្ឋអាមេរិកប្រឹងប្រែងតាមពិតដូច Board Office គេហៅក្រុមប្រឹក្សាសន្តិភាពដែលមានប្រទេសជិត20ជាសមាជិកចូលទៅហើយនោះណាមានអចិន្ត្រៃយ៍និងមិនអចិន្ត្រៃយ៍ហ្នឹងគឺក្នុងគោលដៅលោកត្រាំដើម្បីប្រម៉ែប្រមូលលុយយកមកអភិវឌ្ឍតំបន់កាហ្សាហ្នឹងឯងហើយលោកបង្កើត Board Office ហ្នឹងគឺដើម្បីរកសន្តិភាពឲ្យតំបន់កាហ្សាហ្នឹងឯងប៉ុន្តែដោយសារតែឥឡូវនេះអ៊ីស្រាអែលហ្នឹងមិនព្រមធ្វើតាមសហរដ្ឋអាមេរិកដល់ពេលមិនព្រមធ្វើតាមសហរដ្ឋអាមេរិកនឹងមានវិធីទៀតហើយប៉ុន្តែមិនដឹងថាវិធីហ្នឹងបែបម៉េចបាទឥឡូវក្រុមហាម៉ាស់សុកចិត្តរំសាយអាវុធហើយតែអ៊ីស្រាអែលមិនព្រមដកកងទ័ពចេញពីតំបន់កាហ្សាអញ្ចឹងនៅតែរងចាំអាមេរិកទៀតតែតើអាមេរិកធ្វើម៉េចអ៊ីស្រាអែលបើអ៊ីស្រាអែលជាសម្ព័ន្ធមិត្តចាក់ទឹកម្លេចរបស់សហរដ្ឋអាមេរិកហើយអ៊ីស្រាអែលស្ថិតនៅក្រោមដោយថាជាសេនាដៃស្ដាំរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈមបូព៌ាអញ្ចឹងសហរដ្ឋអាមេរិកធ្វើយ៉ាងណាដើម្បីឲ្យអ៊ីស្រាអែលទទួលយកលក្ខខណ្ឌបញ្ចប់សង្គ្រាមទាំង15ចំណុចរបស់ខ្លួនរួមទាំងការដកកងទ័ពចេញពីតំបន់កាហ្សាអញ្ចឹងមានតែសហរដ្ឋអាមេរិកទេដែលគេចាំមើលថាតើសហរដ្ឋអាមេរិកធ្វើមិនទៀតពីព្រោះឥឡូវនេះវាចប់រឿងខាងក្រុមហាម៉ាស់ហើយនៅសល់តែអ៊ីស្រាអែលទេហើយថាលោក Jared Kushner កូនប្រសារបស់លោកត្រាំនឹងជាប្រេសិតប្រចាំតំបន់មជ្ឈមបូព៌ាហ្នឹងគឺលោកបញ្ញាថានឹងរកសន្តិភាពឲ្យតំបន់កាហ្សាឲ្យបានក្នុងពេលខាងមុខប៉ុន្តែលោកមិនបានបរិយាយលំអិតថាតើត្រូវធ្វើម៉េចអ៊ីស្រាអែលលោកអត់និយាយទេ